កីឡាករទាំងពីរស្ដាប់បទបញ្ជានៃការប្រកួតប្រដាល់គុណខ្មែរពីលោកអញ្ញាកណ្ដាធម្មរឿងរមនីបាទពុកម៉ែបងប្អូនជាទីមេត្រីសូមផ្ទះដៃស្វាគមន៍ដល់ខ្សែក្រវ៉ាត់គុណខ្មែរស៊ីម៉ងអូត75គីឡូក្រាមចក្រមត្រៀមប្រុងព្រះប្រគួនអ្នកចម្បាំងកម្លាំងកម្ពុជាគូទី6ដែលជាគូប្រកួតដណ្ដើមខ្សែក្រវ៉ាត់ទឹកទី1 round 1ចាប់ផ្ដើមហើយទឹកទី1សូមបញ្ជាក់ថានេះជាការប្រកួត5ទឹកដើម្បីដណ្ដើមខ្សែក្រវ៉ាត់ស៊ីម៉ងអូត75គីឡូក្រាមAmazon Bento មកគោលខៀវមកពីប្រទេសប្រេស៊ីលធាក់មួយជើងស្ទាបថយក្រោយដូចគ្នាបាទខ្ពស់ដូចគ្នាដូចជាវាយគ្នាចឹងបងប្អូនអើយបាទឡងជ្រងតែម្ដងធាក់ថយចលនលើតតក្រោមពី Bento ចូលគៀយើងល្វីកិច្ចធាក់មិនចំ Bento នៅតែសាសៀធាក់ត្រឡប់ទៅវិញបាទនេះអាវុធក្រោមចេញអាវុធក្រោមនៅសល់អាវុធលើសូមបញ្ជាក់ថាបើជើងល្វីមានឱកាសផ្ដួលគូប្រកួតបាទឲ្យបោះបង់សន្លប់ទៅក្នុងទឹកណាមួយនោះបាទអ្នកអង្គញាកំពុងតែមើលផ្ទាល់បាទលោកនឹងចាប់ផ្ដើមមកបន្ថែមពី1លានរៀលទៅអាយមកជើងហើយមកជើងទៀតបាទមកជើងហើយមកជើងទៀតមិនអីទេបាទងើបបន្តស៊ូគ្នាបន្តទៅមុខទៀតបែនតូរួមគុំដល់ចូលទាត់ឆ្វេងទាត់ស្ដាំលើកជើងរាប់តាន់ពីជើងល្វីចូលគៀជើងល្វីសេរីលើអាយ៉ាប្លង់លើចំហទាត់លើក៏បណ្ដៃបែនតូថយញាក់ស្មាបាទញាក់ស្មាដឹងបាទសិក្សាពីគ្នាទៅវិញទៅមកនឹងមិនចេះតែថ្ងៃទេបាទគ្រាន់តែថាលឺបានជួបគ្នាមានឱកាសជួបនៅដើមខ្សែក្រវ៉ាត់គឺមើលបន្តតែឆាកទាត់មកជើងរបស់បែនតូជើងល្វីថយរេលូកឆ្វេងម្ដាយលូកហើយក៏ធាក់មកជើងស្ដាំទៅមុខទៀតជើងស្ដាំបែនតូគៀងដល់ជ្រុងមិនម្ដាយឃើញផុតចូលសមាចាប់ញឹងក៏បានចាប់រូតម្លេះចេញមកតែលុតទាត់មួយតាមបាត់ប្រកែកទៀតហេបាទលោកធំរឿងរ៉ាម៉ានីចូលទៅគាត់ទាត់ពេលនៅពេលដែលជើងល្បីបាញ់បាទរៀងអស់ចំហរៀងនេះរអិលបន្តិចចឹងមកបន្តទៅវៀននៅកណ្ដាលទៅវៀនវិញ1-2ពីដៃល្អណាស់របស់បែនតូដែលតែបិទខ្វែងបានពីជើងល្បីថយតិចចាំត្រេកយកទៅមកពុតម្ដាយរបស់បែនតូធាក់មកជើងបោះចំមកវិញបាត់កាយរបស់ល្បីចូលគៀបាត់កាយវិញទៅដៃអាយ៉ាកណ្ដាលបែកចេញពីគ្នាអូយឲ្យទៅបែបនេះបាទ5ទឹកច្បាស់ជាបែកស្នាមរបស់ឲ្យតែហ៊ានបែបនេះយកទៅពីជើងល្បីបែនតូយកទៅវិញទាត់ក្រោមពុកមកជង្គង់ចូលគៀឆ្វេងស្ដាំសមាចាប់ជង្គង់បែនតូដោះមកវិញដោះពលាគ្នាមកវិញបែនតូដើរចូលជើងល្វីធាក់ទល់បាទញោចទៅក្រោយតិចយាដៃពុតបកាយឃើញផុតតាមទៅវិញកែងកាត់មួយទៀតសងកែងវិញទៅពុតកែងស្ដាប់បកាយនេះរឿងចាប់ទឹកទី1ហើយអូយស្ដេចគុណទីតាំងបុរាណស្ថាននានានៅទូទាំងប្រទេសកម្ពុជាហើយបានប្រកួតប្រជែងបែបនេះគឺជាសារមួយបាទទៅកាន់ពិភពលោកដើម្បីឲ្យឃើញអំពីអ្វីទៅជាប្រទេសកម្ពុជាបាទអ្នកទឹកចេញក្រៅសិក្ខានគេដាវអ្នកចម្បាំងកម្លាំងកម្ពុជាគូអន្តរជាតិទី6ដែលជាគូប្រកួតដណ្ដើមខ្សែក្រវ៉ាត់ទឹកទី2 round 2ទឹកទី2បាទទឹកទី2មកដល់ហើយជើងល្វីមកគោក្រហមអេម៉ាសុនបានតូមកគោខៀវជើងល្វីអោតតិចអេម៉ាសុនបានតូញាក់គាត់ឆ្វេងចូលម្ដាយឆ្វេងវិញពីបានតូចូលឆ្វេងទៀតចាប់ជើងដេញតាមអាយ៉ាឥឡូវនេះបាទអ្នកអង្គញាលៀងពៅបន្ថែមទៀតបាទបើសិនជាផ្ដួលគូប្រកួតបានគឺបន្ថែមដល់2លានរៀលហើយចឹងប្រឹងបន្ថែមទៀតជើងល្បី2លានរៀលហើយធាក់ឆ្វេងនេះគឺពៅបន្ថែមពីលើចាលើទឹកចិត្តទាត់ក្រោមធាក់ទល់ទាត់ក្រោមទៀតពីបែនតូធាក់ទល់ទាត់ក្រោម
ទាត់យកពីមិនតតែជើងល្បីលើកជើងដើម្បីតាមទាត់ទៅវិញពីជើងល្បីមិនតដល់ចូលម្ដងទៀតញួរឆ្វេងទាត់ក្រោមជើងល្បីស្រេចេញកន្លងអើយ3ជើង4ជើងអើយ កស 3 4ជើងរបស់បានតធ្វើជើងល្បីជើងចឹងឆ្វេងជើងផ្លូវខាងឆ្វេងយ៉ាងខ្លាំង 3 4 5 6 7 8ប្រកបបន្តcontinue ចាំមើលបន្តនឹងមកច្រកនឹងដែរឬយ៉ាងណាជើងល្បីធាក់ទប់បន្តតាមធាក់ទប់មកជើងចាប់ជើងបានប្រុងប្រេប្រុងសរេហើយលើនេះបន្តដល់ចូលមកទៀតពុតមកកែស្ដាប់បុកទៅឈ្មោះឆ្វេងជើងល្បីបិទគុំកទ្រប់បិទគុំងាកតែចូលក្លេចូលបាយបន្តច្រើនផ្លាំងណាស់បបលចាក់គួងឆ្វេងហើយក៏រុញរូតទាត់មកជើង2ជើងតាមទៅទៀតលោកថងរឿងរ៉ាម៉ារីទាញមកក្រោយនេះសិនហាមតសុមានប្រកួតតាក់ទប់មួយតែទាត់ជាយឹមទាត់ឡើងបាត់លើហើយឡើយនេះទាត់ក្រោមវាហើយបន្តហាក់ដូចជាដឹងតែជើងល្បីឈឺជើងដាច់តាមដដៃរូតចូលជុកគួងឆ្វេងមួយទៀតរបស់បន្តនៅមួយនាទីទៀតហើយលើជើងល្បីថយបន្តតាមតាក់ទល់មួយសិនដល់ស្ដាំទាត់ស្ដាំបាទកស 1 ដួលម្ដងទៀតដួលគ្រៀងតែម្ដងមើលទៅជើងខាងឆ្វេងដល់ជើងល្បីហាក់ដូចជារងនៅការទាត់សន្ទប់យ៉ាងដំណំពីកីឡាករប្រេស៊ីល8ប្រកួតបន្តcontinue ថយស៊ូនៅដំណាក់កាលចុងក្រោយតាក់ទប់មួយសិនបាត់កែងជើងល្បីទាត់ក្រោមជើងល្បីប្រេកែងជើងល្បីបន្តទាត់វិញកែងជើងល្បីបន្តតាមទាត់វិញតាមបាត់កែងទាត់ស្ដាប់ថែមតែនៅតែយកទៅតែព្យាយាមអាចតែកណ្ដាលមិនឲ្យប្រកួតទេទោះបីជាជើងល្បីព្យាយាមយ៉ាងណាក៏ដោយបាទទម្ងន់ជើងរបស់ Emerson Bento គឺទាត់សន្ធាប់លើភ្លៅខាងឆ្វេងលើកន្លាក់ជើងខាងឆ្វេងលើកម្ពួនជើងខាងឆ្វេងរបស់ជើងល្បីពេញទឹកទី2នេះធ្វើឲ្យជើងល្បីទ្រុឌទ្រោមយ៉ាងខ្លាំងបាទយើងមើលរូបភាពយឺតបាទដែលបេនតូបាទបុកទាត់ជើងក្រោមបាទទៅលើជើងល្បីបាទធ្វើឲ្យញ៉ាកដាបាទរាប់មួយលើកហើយមួយលើកទៀតបាទជើងល្បីក៏ដួលហើយមួយលើកហើយមួយលើកទៀតចុងក្រោយបាទគឺក៏ចប់បាទត្រឹមទឹកទី2តែម្ដងបាទมันអាចទៅមុខរួចទេបាទសម្រាប់ជើងល្បីបាទចូលរួមសោកស្ដាយបាទសម្រាប់ការបរាជ័យលើកនេះបាទសម្រាប់ជើងល្បីល្បីបើសិនជាអាចនៅឈរបានក៏រងចាំឈរដើម្បីស្ដាប់លទ្ធផលឬយ៉ាងណាដែរបាទសូមក្រុមការងារល្បីពេលព្រោះអាចមាន surprise បាទអាចមាន surprise ក៏ប្រាក់រង្វាន់បាទរួចដែរឬទេល្បីបាទយ៉ាងណាក៏ដោយបាទនេះជាការព្យាយាមទាំងអស់គ្នានៅក្នុងគ្រាដែលជួបគ្នាលើកទី2បាទរវាងកីឡាករជើងល្បីជាមួយនឹងបែនតូអរគុណល្បីដែលនៅស៊ូទ្រាំនៅក្នុងការត្រឡប់មកវិញដើម្បីឈរបាទប្រកាសនៅលទ្ធផលជាផ្លូវការនិងមានការផ្ដល់កិត្តិយសបាទពីអ្នកអង្គការដែលលោកនឹងផ្ដល់ជូននៅប្រាក់រង្វាន់សម្រាប់ជើងឯកក៏ដូចជាការបំពាក់ខ្សែក្រវ៉ាត់ផងដែរទស្សនិកជនជាទីមេត្រីតាមរយៈការផ្ដួលគូប្រកួតដោយបច្ចេកទេសនៅក្នុងទឹកទី2ជ័យជំនះនឹងក្លាយជាម្ចាស់ខ្សែក្រវ៉ាត់ជើងឯកគុណខ្មែរស៊ីម៉ងអូត75គីឡូក្រាមបានទៅលើបង្គោលខៀវ